ខ្ញុំជឿទៅលើធម៌ពលនៃចំណងដ៏ឆាប់ឆួលបូកផ្សំជាមួយនឹងជំនឿជាក់ដ៏មុតមាំដែលសារតែខ្ញុំបានឃើញធម៌ពលមួយនេះបានជួយទាញមនុស្សចេញពីទីតាំងដ៏ទាបទៅទីតាំងមួយប្រកបទៅដោយអំណាចហើយនឹងទ្រព្យសម្បត្តិ I have seen it rob the graves of its victims ខ្ញុំបានឃើញវាបានឆក់យកចេញនៅសោកនាដកម្មទុក្ខលំបាករបស់ជនរងគ្រោះទាំងឡាយ I have seen it serve as the medium by which individuals stage a comeback after having been defeated in 100 different ways ខ្ញុំបានឃើញវាដើរតួជាមធ្យោបាយក្នុងការជួយមនុស្សដែលគាត់បរាជ័យនឹងឲ្យត្រឡប់មកវិញតាមរបៀបរាប់រយយ៉ាង I have seen it provide my own son with a normal happy successful life despite naturals having sent him into the world severely disabled ខ្ញុំបានឃើញវាផ្ដល់ឲ្យកូនប្រុសរបស់ខ្ញុំនៅជីវិតមួយដ៏ធម្មតារីករាយជោគជ័យថ្មីបើធម្មជាតិបានបញ្ជូនគាត់មកពិភពលោកមួយនេះប្រកបទៅដោយពិការភាពក៏ដោយសូមស្វាគមន៍បងប្អូនគូក្មួយនិងអ្នកស្ដាប់ការអានសៀវភៅ Think and Grow Rich សាជាថ្មីមកកាន់ការអានសៀវភៅ Think and Grow Rich របស់យើង Welcome everyone come back to our Think and Grow Rich readings ចឹងនេះយើងបន្តការអានរបស់យើងទៀតកាលពីវគ្គមុនយើងអានទៅកូនរបស់លោក Napoleon Hill ហ្នឹងគាត់ស្ដាប់ឮឡើងវិញដោយប្រើប្រាស់ឧបករណ៍ជំនួយនៃការស្ដាប់ហើយក៏ដោយសារតែផែនការ2ឆ្នាំដែលគាត់សរសេរដោយសារតែការមានចិត្តចង់ជួយអ្នកដទៃទៀតឲ្យគាត់ដឹងអំពីតើពេលដែលគាត់អាចស្ដាប់ឮនឹងវាមានលក្ខណៈបែបណាហើយឧបករណ៍នៃការស្ដាប់ឮនឹងអាចជួយគាត់បែបណាអញ្ចឹងក្រុមហ៊ុនដែលគាត់ផលិតនៅឧបករណ៍នោះក៏បានផ្ដល់ការងារមួយឲ្យកូនបលនផុនហ៊ីលនឹងគាត់ធ្វើការដើម្បីសម្រេចនៅមហិច្ឆតារបស់គាត់ហ្នឹងទៅចឹងឥឡូវយើងបន្តទៀត Little did he dream when he went to work that it was destined to bring hope and practical relief to thousands of people who without his help would never have overcome their hearing disabilities. Little did he dream when he went to work that it was destined to bring hope and practical relief to thousands of people who without his help would never have overcome their hearing disability. និយាយទៅគឺគាត់មានក្តីសម័យមួយថាបើសិនជាគាត់អត់បានធ្វើការងាររបស់គាត់នឹងទេអញ្ចឹងគាត់គិតថាមនុស្សភាគច្រើនដែលគាត់អត់អាចស្ដាប់ឮដែលគាត់មានពិការភាពពាក់ព័ន្ធនឹងការស្ដាប់នោះគឺមែនតើគាត់នឹងពិបាកនៅក្នុងការស្ដាប់ឮនឹងវិញណា So shortly after he became associated with the manufacturer of his hearing aid he invited me to attend a class conducted by his company to teach deaf people to hear and to speak. ភ្លាមបន្ទាប់ពីគាត់បានក្លាយទៅជាដៃគូធ្វើការជាមួយនឹងក្រុមហ៊ុនដែលផលិតនៅឧបករណ៍ជំនួយការស្ដាប់របស់គាត់បានអញ្ជើញខ្ញុំទៅចូលរួមថ្នាក់មួយដែលដឹកនាំដោយដែលរៀបចំឡើងដោយក្រុមហ៊ុនរបស់គាត់នៅក្នុងការបង្រៀនមនុស្សដែលគាត់មានការកោតថ្លង់ឲ្យគាត់ស្ដាប់ឮហើយនឹងអាចនិយាយបាន I had never heard of such a form of education. Therefore, I visited the class skeptical but hopeful that my time would not be entirely wasted. ខ្ញុំបានឮថាមានថ្នាក់បរិញ្ញាបត្របែបហ្នឹងទេដូច្នេះហើយខ្ញុំក៏ទៅចូលរួមថ្នាក់ហ្នឹងទៅហើយខ្ញុំចេះតែងឿងឆ្ងល់គិតហើយនឹងសង្ឃឹមថាខ្ញុំនឹងមិនខាតចាយពេលវេលាចោលអត់ប្រយោជន៍នោះទេ Here I saw a demonstration which gave me a greatly enlarged vision of what I had done to arouse and keep alive in my son's mind the desire for normal hearing ចឹងកន្លែងហ្នឹងហើយដែលខ្ញុំបានឃើញនៅការបង្ហាញដែលផ្ដល់ឲ្យខ្ញុំនៅទស្សនវិស័យកាន់តែធំអំពីអ្វីដែលខ្ញុំបានធ្វើក្នុងការបង្កើតហើយនឹងរក្សាឲ្យមាននៅក្នុងចិត្តរបស់កូនប្រុសរបស់ខ្ញុំនៅចំណងឆាបឈួរក្នុងការស្ដាប់ឮធម្មតាដូចគ្នាឯង I saw that people are actually being taught to hear and to speak through application of the self same principle I had used more than 20 years previously with my son Blair ខ្ញុំបានឃើញមនុស្សដែលគាត់មានពិការភាពកោថ្លង់ហ្នឹងគឺត្រូវបានគេបង្រៀនឲ្យស្ដាប់ឮហើយនឹងនិយាយតាមរយៈការអនុវត្តនៅគោលការណ៍ដូចគ្នាដែលខ្ញុំបានប្រើកាលពី20ឆ្នាំមុនជាមួយនឹងកូនប្រុសរបស់ខ្ញុំ Blair អញ្ចឹងដែរ There is no doubt in my mind that Blair
would have been unable to hear or speak for all his entire life, if his mother and I had not managed to shape his mind as we did. ខ្ញុំអត់មានអីទៅឆ្ងល់ទៀតថានៅក្នុងចិត្តរបស់ខ្ញុំថា Blair ហ្នឹងគាត់នឹងមិនអាចនិយាយមិនអាចស្ដាប់ឮបានទេពេញមួយជីវិតរបស់គាត់ប្រសិនបើម្ដាយរបស់គាត់ហើយនឹងខ្ញុំមិនព្យាយាមក្នុងការដោះខាត់នៅក្នុងចិត្តគំនិតរបស់គាត់ដោយអ្វីដែលយើងបានធ្វើ The daughter who attended this birth told us the child may never hear a sound or say a word គ្រូពេទ្យដែលទៅបង្កើតគាត់ហ្នឹងគឺគាត់និយាយថា Blair ហ្នឹងគឺទំនងជាមិនអាចស្ដាប់ឮទេហើយមិនអាចនិយាយអីទេ Later Dr. Irving Voorhees a noted specialist in such cases examined Blair thoroughly ក្រោយមកទៀតគឺលោក Dr. Irving Voorhees ដែលជាអ្នកឯកទេសខាងផ្នែកត្រចៀកហ្នឹងគាត់បានធ្វើការវិនិច្ឆ័យ Blair យ៉ាងយកចិត្តទុកដាក់ He was astounded when he learned how well my son could hear and speak, and he said his examination indicated that theoretically the boy should not be able to hear at all. ការវិនិច្ឆ័យរបស់គាត់ហ្នឹងគឺគួរឲ្យភ្ញាក់ផ្អើលមែនតើនៅពេលដែលគាត់បានរកឃើញថាកូនខ្ញុំហ្នឹងអាចស្ដាប់ឮហើយអាចនិយាយបានល្អមែនតើដែលតាមដែលការវិនិច្ឆ័យរបស់គាត់ហ្នឹងបង្ហាញថាបើតាមទ្រឹស្ដីគឺក្មេងប្រុសហ្នឹងគឺអត់អាចក្នុងការស្ដាប់ឮបានទាល់តែសោះ When I planted Blair's mind the desire to hear and talk and live normally, there went with that impulse some strange influence which caused nature to become bridge builder and to span the gulf of silence between his brain and the outer world by some means which the keen medical specialists were not able to interpret. នៅពេលដែលខ្ញុំបណ្ដុះនៅក្នុងគំនិតរបស់ Blair កូនប្រុសរបស់ខ្ញុំហ្នឹងនៅចំណងនៅឆាបជួរក្នុងការលឺហើយក្នុងការនិយាយហើយនៅក្នុងការរស់នៅជាធម្មតាដូចគេឯងគឺមានកម្លាំងជំរុញដល់ចម្លែកមួយដែលវាមានជះឥទ្ធិពលជំរុញឲ្យធម្មជាតិហ្នឹងคล้ายទៅជាអ្នកភ្ជាប់ស្ពានភ្ជាប់នៅចំណុចចន្លោះប្រហោងហ្នឹងហើយនឹងពន្លាតនៅចំណុចនៃភាពស្ងប់ស្ងាត់រវាងខួរក្បាលរបស់គាត់ហើយនឹងពិភពលោកខែវតាមរយៈមធ្យោបាយមួយចំនួនដែលអ្នកឯកទេសខាងវិទ្យាសាស្ត្រមិនអាចបកស្រាយបាន It would be sacrilege for me when to pretend I fully understand how nature performed this miracle និយាយទៅខ្ញុំខ្លួនឯងហ្នឹងក៏មិនយល់ច្បាស់ដែរថាតើធម្មជាតិហ្នឹងធ្វើបែបហ្នឹងបានដោយរបៀបណាវាជាពុទ្ធហេតុ It would be unforgivable if I neglected to tell the world as much as I know of the humble part I assume the strange experience ហើយវាគឺជារឿងមួយដែលចង់និយាយថាมันគួរត្រូវបាននៅលែងមិនសិនបើខ្ញុំមិនអើពើក្នុងការប្រាប់ពិភពលោកនៅរឿងរ៉ាវមួយនេះដែលខ្ញុំពើប្រទេសហ្នឹងនៅបទពិសោធន៍ដ៏ចម្លែកមួយនេះ It is my duties and a privilege to say I believe and not without reasons that nothing is impossible to the person who backs desire with enduring faith វាគឺជាភារកិច្ចរបស់ខ្ញុំហើយជាអភ័យឯកសិទ្ធិមួយក្នុងការនិយាយថាខ្ញុំជឿហើយមិនមែនឲ្យគ្មានហេតុផលទេថាគ្មានអ្វីដែលមិនអាចទៅរួចទេចំពោះមនុស្សយើងដរាបណាយើងមានចំណងដ៏ឆាបឆួលរួមជាមួយនឹងជំនឿជាក់មុតមមអត់ដាច់ A burning desire has diverse ways of transmuting itself into its physical equivalent ចំណងដ៏ឆាបឆួលហ្នឹងមានរបៀបផ្សេងរបស់វាក្នុងការបំលែងទៅជាការពិតប្រហាក់ប្រហែល Blair desire normal hearing Blair ហ្នឹងក៏មានចំណងដ៏ឆាបឆួលក្នុងការស្ដាប់ឮធម្មតាដូចគេដូចឯង and he received it ហើយគាត់ទទួលបានវាគាត់ស្ដាប់ឮដូចគេអញ្ចឹងឡើយ He was born with a disability which might easily have sent one with a less defined desire to the street with the bundles of pencils in a tin cup គាត់កើតមកអត់ចង់ថាគាត់កើតមករួមជាមួយនឹងពិការភាពដែលមែនតើទៅវាងាយស្រួលក្នុងការធ្វើឲ្យអ្នកដតីវិញគឺដែលគាត់អត់មានចំណងដ៏ច្បាស់លាស់ហ្នឹងគឺត្រូវបានគេបញ្ជូនឲ្យទៅនៅតាមផ្លូវកាន់ខ្មៅដៃម្ដុំក៏ដូចជាកំប៉ុងមួយដើម្បីសុំលុយអញ្ចឹងទៅ That disability served as the medium by which he would go on to render useful service to many thousands of hearing impaired people and it gave him useful employment and adequate financial compensations for a year ប៉ុន្តែ
ពីការភាពរបស់គាត់ហ្នឹងគឺបានបំរើទៅជាមធ្យោបាយមួយដែលនាំឲ្យគាត់ហ្នឹងបានបន្តក្នុងការផ្ដល់នៅសេវាកម្មមួយដ៏មានប្រយោជន៍សម្រាប់មនុស្សរាប់ពាន់នាក់ដែលគាត់មានបញ្ហានៃការស្ដាប់ឮហ្នឹងហើយបានផ្ដល់ឲ្យគាត់នៅការងារមួយដែលបានប្រាក់ចំណូលសមរម្យអស់រយៈពេលជាច្រើនឆ្នាំ The little white light I planted in his mind when he was a child by leading him to believe his affliction would become a great asset which he could capitalize on and justify itself ការកុហក white light មានន័យថាការកុហកប៉ុន្តែកុហកបែបវិជ្ជមានកុហកបែបល្អកុហកបែបចង់ឲ្យគេល្អប្រសើរហ្នឹងគឺបានបណ្ដោះនៅក្នុងចិត្តកូនប្រុសរបស់ខ្ញុំនៅក្នុងចិត្តរបស់គាត់ហ្នឹងនៅតាំងពីគាត់នៅក្មេងហើយ by leading him to believe ហើយក្នុងការដែលខ្ញុំនាំឲ្យគាត់ដឹកនាំឲ្យគាត់ជឿថាពីការភាពរបស់គាត់រូបរាងលក្ខណៈសម្បត្តិរបស់គាត់ហ្នឹងគឺនឹងคล้ายទៅជាទ្រព្យសម្បត្តិដ៏ពិសេសសម្រាប់គាត់ក្នុងការទាញយកផលប្រយោជន៍ពីវាហ្នឹងឥឡូវវាបានផ្ដល់ជាផលមកវិញហើយ Verily there's nothing right or wrong that belief plus burning desire cannot make real មែនតើទៅអត់មានអ្វីទេខុសឬក៏ត្រូវថាជំនឿរួមជាមួយនឹងចំណង់ដ៏ឆាប់ឆួលនឹងมันអាចខ្លាយទៅជាការពិត These qualities are free to everyone គុណសម្បត្តិនេះគឺវាអត់គិតថ្លៃសម្រាប់មនុស្សគ្រប់គ្នា In all my experience in dealing with men and women with personal problems I never handle a single case which more definitely demonstrate the power of desire នៅក្នុងបទពិសោធន៍របស់ខ្ញុំទាំងអស់នៅក្នុងការដោះស្រាយបញ្ហាជាមួយនឹងមនុស្សទាំងប្រុសទាំងស្រីពាក់ព័ន្ធជាមួយនឹងបញ្ហាផ្ទាល់ខ្លួនខ្ញុំអត់ដែលដោះស្រាយករណីណាមួយដែលវាពាក់ព័ន្ធប្រកបបជាជាមួយនឹងធម៌ពលនៃចំណងដ៏ឆាប់ជួលទេ Authors sometimes make the mistake of writing subjects of which they have but superficial or very elementary knowledge អ្នកនិពន្ធមួយចំនួនជួនកាលគាត់បង្កើតកំហុសក្នុងការសរសេរនៅចង់និយាយថាខ្លឹមសារដែលពួកគេមានប៉ុន្តែមែនតើវាដូចជា superficial ហ្នឹងមានន័យថាsuperficial ដែលវាប្រឌិតពេកឬក៏ដែល very elementary knowledge ឬក៏ដែលវាលក្ខណៈតិចស្រាលពេកIt has been my good fortune to have had the privilege of testing the soundness of the power of desire through the affliction of my own sons. វាគឺជាសំណាងមួយដ៏ល្អសម្រាប់ខ្ញុំដែរនៅក្នុងការដែលខ្ញុំមានអភ័យឯកសិទ្ធិក្នុងការសាកល្បងនៅលក្ខណៈពិសេសនៃធម៌ពលនៃចំណងដ៏ឆាបឆួលនឹងតាមរយៈពិការភាពកូនប្រុសរបស់ខ្ញុំនឹង Perhaps it was providential that the experience came as it did.For surely no one was better prepared than he to serve as an example of what happens when desire is put into test មែនតើទៅប្រហែលជាវាគឺជាការផ្ដល់ឲ្យមួយនៃបទពិសោធន៍មួយដែលដូចតែវាកើតឡើងអញ្ចឹងដែលមែនតើទៅអត់មានណាគេល្អជាងគាត់ទេក្នុងការត្រៀមលក្ខណៈបកស្រាយបង្ហាញជាភស្តុតាងនៃការសាកល្បងនៅចំណងដ៏ឆាបឆួលហ្នឹង If Mother Nature bends to the will of a burning desire,Is it logical to think that mere human beings can defeat one? If Mother Nature bends to the will of a burning desire, is it logical to think that mere human beings can defeat one? បើសិនបើមេដាធម្មជាតិនឹងគាត់មានចេតនាបំបាក់នៅចំណងដ៏ឆាបឆួលហ្នឹងតើវាពិតទេវាសមហេតុផលទេដែលថាមានតែមនុស្សទេដែលអាចបរាជ័យStrange and imponderable is the power of the human mind ចម្លែកហើយដែលមិនអាចគិតដល់នោះគឺជាធម៌ពលនៃចិត្តរបស់មនុស្សយើងនឹងឯង We do not understand the method by which it uses every circumstance, every individual, every physical things within its reach as a means of transmuting its desire into physical counterpart យើងអត់អាចយល់បានអំពីរបៀបដែលចិត្តរបស់យើងនឹងប្រើប្រាស់គ្រៀងរាល់កលៈទេសៈសម្រាប់មនុស្សផ្សេងគ្នាក៏ដូចជារឿងរ៉ាវរូបិយផ្សេងដែល within its reach ដែលវាអាចទៅសម្រេចបានអាចទៅដល់បានជារបៀបដែលវាបំលែងនៅចំណងដ៏ឆាបឆួលនឹងឲ្យទៅជារូបិយជាក់ស្ដែង Perhaps science will one day uncover this secret ប្រហែលជាវិទ្យាសាស្ត្រថ្ងៃណាមួយក៏អាចនឹង
hai chữ chỉ sát ngay nào môi đừng ai bỏ sai nữ ạt cầm bằng này bạn. I planted in my son's mind the desire to hear and to speak as any other person hears and speaks. Khi mà mình đón được trong chất con pro bậc trong nơi chúng nó là chạm chút trong cả lứ hay nơi trong cả để dễ ở đôi chi mà nụ được tay tiết để ai lứ hay năng ai để gì bạn chứ that desire became a reality. Chúng nó là chạm chút muốn năng khai từ chiếc kẹp bật. I planted in his mind a desire to convert his greatest disability into his greatest set. Khi mà mình đón được trong chất bà con nơi chúng nó trong cả bầm lái nữ bị cả phiền bà con ai tới chia trộp cam đỏ cha. That desire was realized. Chúng nó có bán sự mẹ đối kia. The method by which this astounding result was achieved is not hard to describe. Rồi biết đào sự mẹ ban làm Paul đầu bị sắt mũi ní cứ mình bị bại trong cả bộ sai thì it consisted of three very different acts cứ việc miên as a cam of bay chạy lẹ. First thì mũi I mixed faith with the desire for no more hearing which I passed on to my sons. Khi nhom rúa mình châu kia đầu viên chùm nưa chạm một móm chỉ môi nâng chùm non nó chạm chúa không ca đáp lư ban thom ra nơi kế để khi nhom phải chun viên tới cồn pro bọc nhom. Second, I communicated my desire to him in every conceivable way available to persistence, continuous effort over a period of time. Over a period of years. Thì bí khi nhom phải chun tụm nẹt tụm non nữa chùm non nó chạm chúa bọc nhom nè. Tới con pro bọc nhom nó tam group mà cho bài để ai phơi bán đã miến tam rồi dạ cả prang prang to su phát phanh at that cả thứ hai thứ tiết ở là dạ về chỉ chọn năm. And third, he believed me. Thì bảy nó cứ con pro bọc nhom nó còn chưa mà lơ khi nhom. As this chapter was being completed, news came of the death of Madame Schumann-Hang.នៅពេលដែលចំពោះនេះខ្ញុំចិត្តទៅបានសរសេរបញ្ចប់ចឹងមានព័ត៌មានអំពីការទទួលនៃកិច្ចកម្មរបស់ Madame Schumann-Hang. One short paragraph in the news dispatch about her that gives the clue to this unusual woman's stupendous success as a singer. មាន paragraph ខ្លីមួយនៅក្នុងកាសែតហ្នឹងដែលបានចុះផ្សាយអំពីការស្លាប់របស់គាត់ហ្នឹងដែលបានផ្ដល់តម្រុយមួយអំពីភាពមិនធម្មតានៃភាពជោគជ័យដ៏អស្ចារ្យរបស់គាត់ក្នុងអាជីពជាអ្នកចម្រៀង I quote portions of the paragraph because the clue it contains is none other than desire. ខ្ញុំបានដកស្រង់នៅផ្នែកមួយនៃអត្ថបទហ្នឹងពីព្រោះដោយសារតែតម្រុយដែលវាមានហ្នឹងគឺគ្មានអ្វីក្រៅពីការដែលគាត់មានចំណង់ដល់ឆាប់ជួលនោះទេ So early in her career, Madame Schumann-Hang visited the director of the Vienna Court Opera to audition for him. នៅដើមដំបូងនៃអាជីពការងាររបស់គាត់ Madame Schumann-Hang នឹងគាត់បានទៅជួបអ្នកដឹកនាំនៅ Vienna Court Opera ហ្នឹងដើម្បីធ្វើការសម្ដែងបញ្ចេញនៅទេពកោសល្យរបស់គាត់ But it did not grant the audition ប៉ុន្តែគាត់អត់ផ្ដល់ឲ្យគាត់នឹងឡើងប្រឡងទេ After taking one look at the awkward and poorly dressed girl is claimed none too gently with such a face and with no personality at all, how can you ever expect to succeed in opera? បន្ទាប់ពី Madame នឹងគាត់បានទៅជួប director របស់ Vienna Court Opera ហ្នឹងបន្ទាប់ពី director នឹងគាត់មើលទៅ Madame នឹងហើយដោយសារ Madame នឹងស្ទាបពាក់រៀងចម្លែកក៏គេហើយដោយសារគាត់ពាក់ទៅរៀងអត់សូវមើលទៅរៀងស្អាតដូចគេអញ្ចឹងទៅគាត់ក៏បាននិយាយថានិយាយយ៉ាងគំរោះគំរើយហ្មងតែមុខមាត់អញ្ចឹងហើយអត់មានលក្ខណៈតទៅសោះជាអ្នកចម្រៀងអញ្ចឹងតើរំពឹងថានឹងអាចជោគជ័យនៅក្នុងអាជីពអូប៉េរ៉ាដោយរបៀបណា My God child give up the idea កូនល្អរបស់ខ្ញុំបោះបង់គំនិតចង់ខ្លាយទៅជាអ្នកចម្រៀងអូប៉េរ៉ានឹងចោលទៅ Buy a sewing machine and go to work you can never be a singer ទិញម៉ាស៊ីនដេរមួយឲ្យទៅធ្វើការទៅអ្នកនឹងមិនអាចខ្លាយទៅជាអ្នកចម្រៀងបានទេ So never is a long time never ហ្នឹងគឺរយៈពេលវែងណា The director of the Vienna Court Opera knew much about the techniques of singing អ្នកដឹកនាំនៃ Vienna Court Opera ហ្នឹងមែនទៅគាត់ដឹងច្រើនអំពីបច្ចេកទេសនៃការច្រៀងHe knew little about the power of desire and observes the proportions of an obsession. ប៉ុន្តែគាត់ដឹងតែទួចទេអំពីធម៌ពលនៃចំណង់ដ៏ឆាបឆួលនៅពេលដែលវាមានផ្នែកនៃការដកនៅក្នុងអារម្មណ៍នឹងច្រើនជ្រៅ
If he had known more about that power, he would not have made the mistake of condemning genius without giving it an opportunity. But sân màគាត់បានដឹងអំពីធម៌ពលមួយហ្នឹងប្រហែលជាគាត់នឹងមិនបង្កើតកំហុសក្នុងការថ្កោលទោសក្នុងការនិយាយមិនល្អទៅដល់អ្នកដែលគាត់មានទេពកោសល្យដោយមិនព្រមផ្ដល់ឱកាសឲ្យគាត់ទេ So several years ago ប្រហែលជា7-8 ឆ្នាំមុនone of my business associates became seriously ill អ្នកដែលគាត់រកស៊ីមួយខ្ញុំម្នាក់ហ្នឹងគឺគាត់សុខភាពរបស់គាត់ធ្លាក់ទ្រាំឈឺយ៉ាងធ្ងន់ធ្ងរ He became worse as time went on and finally was taken to the hospital for surgery សុខភាពរបស់គាត់កាន់តែយ៉ាប់ទៅហើយចុងក្រោយគាត់ត្រូវបានគេយកទៅមន្ទីរពេទ្យដើម្បីវះកាត់ Just before he was wheeled into the operating room I took a look at him and wonder how anyone as thin and emaciated as he could possibly go through such a major operation successfully មុនពេលដែលគេរុញរទេះគាត់ចូលទៅក្នុងបន្ទប់វះកាត់ហ្នឹងគឺខ្ញុំក៏លេចមើលទៅគាត់ហើយខ្ញុំឆ្ងល់ថាតើអាចទៅរួចទេដែលមនុស្សគាត់ស្គមស្គាំងខ្សោយបែបហ្នឹងគាត់អាចឆ្លងកាត់ការវះកាត់ដ៏ធំមួយនឹងបាន The surgeon warned me that there was little even a chance of my ever seeing him alive againហើយពេទ្យវះកាត់ហ្នឹងគាត់ក៏ប្រាប់ខ្ញុំដែរថាមែនតើមានភាគរយតិចណាស់ដែលអាចនឹងឃើញគាត់មានជីវិតទទួលបានជោគជ័យការវះកាត់ហ្នឹងមកវិញ But that was the doctor's opinion ប៉ុន្តែនោះគឺជាគំនិតរបស់គ្រូពេទ្យទេ It was not the opinion of the patient វាមិនមែនជាគំនិតរបស់អ្នកជំងឺទេណា Just before he was wheeled away he whispered feebly do not disturb chap I will be out here in a few days មុនពេលដែលគាត់ត្រូវបានគេរុញចូលហ្នឹងគាត់បាននិយាយយ៉ាងខ្សឹបមកខ្ញុំគាត់ថាកុំបារម្ភលោកប្រធាន I will be out here in a few days ខ្ញុំនឹងចេញពីនេះមកវិញពីថ្ងៃក្រោយ So the attending nurse looked at me with pity គេលាននៅប្រធានដែលគាត់ចូលនៅក្បែរហ្នឹងគាត់មើលមកខ្ញុំពោពេញទៅដោយសេចក្តីអាណិតអាសូរ But the patient did come through safely ប៉ុន្តែអ្នកជំងឺហ្នឹងគាត់បានឆ្លងកាត់ដោយជោគជ័យមែន After it was all over his physician said nothing but his own desire to leave saved him he never would have pulled through if he had not refused to accept the possibility of that បន្ទាប់ពីគាត់បានឆ្លងកាត់រឿងទាំងអស់ហ្នឹងហើយអ្នកកាយវិទ្យារបស់គាត់នឹងបាននិយាយថាគ្មានអ្វីទេក្រៅពីចំណង់ដ៏ឆាបឆួលរបស់គាត់ក្នុងការបន្តការរស់នៅនឹងដែលបានជួយសង្គ្រោះជីវិតរបស់គាត់នឹងមិនអាចឆ្លងកាត់ការវះកាត់រឿងដ៏ធំមួយនេះបានទេបើសិនមកគាត់មិនបានបដិសេធមិនព្រមទទួលយកនៅភាពដែលគាត់អាចស្លាប់បាន I believe in the power of desire backed by faith because I have seen this power lead people from lowly beginnings to places of power and wealth ខ្ញុំជឿទៅលើធម៌ពលនៃចំណងដ៏ឆាប់ឆួលបូកផ្សំជាមួយនឹងជំនឿជាក់ដ៏មុតមមដែលសារតែខ្ញុំបានឃើញធម៌ពលមួយនេះបានជួយទាញមនុស្សចេញពីទីតាំងដ៏ទាបទៅទីតាំងមួយប្រកបទៅដោយអំណាចហើយនឹងទ្រព្យសម្បត្តិ I have seen it rob the graves of its victims ខ្ញុំបានឃើញវាបានឆក់យកចេញនៅសោកនាដកម្មទុក្ខលំបាករបស់ជនរងគ្រោះទាំងឡាយ I have seen it serve as the medium by which individuals stage a comeback after having been defeated in 100 different ways ខ្ញុំបានឃើញវាដើរតួជាមធ្យោបាយក្នុងការជួយមនុស្សដែលគាត់បរាជ័យនឹងឲ្យត្រឡប់មកវិញតាមរបៀបរាប់រយយ៉ាង I have seen it provide my own son with a normal happy successful life despite naturals having sent him into the world severely disabled ខ្ញុំបានឃើញវាផ្ដល់ឲ្យកូនប្រុសរបស់ខ្ញុំនៅជីវិតមួយដ៏ធម្មតារីករាយជោគជ័យថ្មីបើធម្មជាតិបានបញ្ជូនគាត់មកពិភពលោកមួយនេះប្រកបទៅដោយពិការភាពក៏ដោយ How can one harness and use the power of desire តើមនុស្សយើងនឹងអាចទាញយកហើយនឹងប្រើប្រាស់ធម៌ពលនៃចំណងដ៏ឆាប់ឆួលនេះបានដោយរបៀបណា This question is answered through this in the subsequent chapter of this book សំណួរនេះនឹងត្រូវបានបកស្រាយនៅក្នុងជំពូកនេះហើយនឹងជំពូកបន្តទៀតនៅក្នុងសៀវភៅនេះ The message is going out to the world at the end of one of the most devastating economic upheavals America has ever known ទាំងសារនឹងត្រូវបានបញ្ជូនចេញទៅក្នុងពិភពលោកនៅចុងបញ្ចប់នៃវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់មួយដែលកើតមានឡើងក្នុងសហរដ្ឋអាមេរិកដែលគេធ្លាប់បានដឹង It is reasonable to presume that the message may come to the attention of many who have been wounded by personal economic calamity, those who have lost their fortunes, and who have lost their positions, and great numbers who must reorganize their plans and stage to come back. សារនឹងទំនងជាត្រូវបានបញ្ជូនទៅដល់មនុស្សដែលគាត់ត្រូវបានរងគ្រោះ
ដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ចមនុស្សដែលគាត់បាត់បង់ភាពជោគជ័យរបស់គាត់មនុស្សដែលគាត់បាត់បង់ការងារមនុស្សជាច្រើនដែលគាត់ត្រូវតែរៀបចំផែនការរបស់គាត់ឡើងវិញហើយនឹងងើបឡើងវិញ To all this I wish to convey this thought ទៅដល់មនុស្សទាំងឡាយអស់នោះខ្ញុំចង់បង្ហាញនៅគំនិតនេះមួយ all achievement គ្រប់សមិទ្ធផលទាំងឡាយ no matter what may be its nature or its purpose មិនខ្វល់ថាតើវាមានធម្មជាតិបែបណាវាមានលក្ខណៈបែបណាឬក៏គោលបំណងអ្វីទេ must begin with an intense burning desire for something definite វាត្រូវទៅចាប់ផ្ដើមជាមួយនឹងអាការដែលមានចំណង់ដ៏ឆាប់ឆួលមួយខ្លាំងក្លាក្នុងការចង់បានអ្វីមួយដែលជាក់លាក់ Alright ដោយសារតែពេលវេលាមានកំណត់ខ្ញុំសូមបញ្ចប់ការអានត្រឹមប៉ុណ្ណេះសិនយើងនឹងបន្តការអាន Think and Grow Rich នៅថ្ងៃបន្ទាប់ទាំងអស់គ្នាអរគុណអ្នកទាំងអស់គ្នា See you next time Goodbye